បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទវិជាកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកបាទពាក់ព័ន្ធទៅនឹងការបាទផលិតបាទជីទឹកជួយទៅលើបាទស្លឹកបាទដំណាំលាស់បាទស្លឹកត្រួយខៀវខ្ចីជួយឲ្យដងដើមឬលូតលាស់ល្អហើយមួយទៀតនឹងជួយការពារបាទប្រភេទបាទជំងឺផ្សិតបាទផ្សេងអញ្ចឹងទី1យើងត្រូវបាទរកវត្ថុធាតុដើមបាទមកផ្សំដើម្បីផលិតអញ្ចឹងវត្ថុធាតុដើមទី1យើងរកស្លឹកបាទស្ដោបាទចំនួនបាទ2គីឡូហើយស្លឹកស្ដោនោះគឺយើងយកស្លឹកដែលខ្ចីកុំយកអាចាស់ខ្លាំងហើយបន្តមកយើងយកបាទត្រយូងចេកចំនួនបាទ2គីឡូដែរបាទនិងបាទកាក់ស្ករល្ងចំនួន4គីឡូហើយទឹកបាទ7លីត្រអញ្ចឹងបន្តមកយើងយកវត្ថុធាតុដើមបាទស្លឹកស្ដោហើយនិងត្រយូងចេកហ្នឹងហាន់ជាចំណិតតូចមកដាក់ទៅក្នុងធុងបាទចំណុះបាទ20លីត្រទៅហើយបន្តមកយើងធ្វើការបាទលាយបាទចាក់បាទកាក់ស្ករល្ងចូលទៅហើយយើងកូរសពបន្ទាប់មកយើងធ្វើការបំពេញទឹកគ្រប់ចំនួនបាទ7លីត្រហើយបន្តមកទៀតយើងធ្វើការគ្របគម្របធុងឲ្យជិតបាទផ្អាប់ទុករយៈពេលបាទ14ថ្ងៃហើយកន្លែងផ្អាប់ទុកយើងផ្អាប់ទុកនៅកន្លែងដែលម្លប់បាទកុំឲ្យត្រូវពន្លឺថ្ងៃត្រូវបាទទឹកភ្លៀងបាទហើយបន្តមកទៀតយើងធ្វើការបាទកូរជីមួយថ្ងៃ2ដងទៅបាទព្រឹកហើយល្ងាចដើម្បីឲ្យវាឆាប់កាច់យើងមិនបាច់បាទថែមេជីអញ្ចឹងណាបាទហើយគ្រប់រយៈពេល14ថ្ងៃហើយយើងធ្វើការច្រោះយកទៅទឹកជីមកហើយទឹកជីដែលយើងច្រោះបានណាដោយសារទុកនៅកន្លែងម្លប់ដែរអញ្ចឹងកុំឲ្យត្រូវពន្លឺថ្ងៃកាលណាត្រូវពន្លឺថ្ងៃគឺបាត់បង់ប្រសិទ្ធភាពបាទវាហើយជីបាទហើយរបៀបនៃការប្រើប្រាស់យើងដាក់ទឹកជីហ្នឹងកម្រិត50 cc ទៅ100 cc ក្នុងទឹកបាទ20លីត្របាទហើយយើងបាញ់លើដំណាំបាទឲ្យ7ថ្ងៃម្ដងឬក៏14ថ្ងៃម្ដងអញ្ចឹងណាបាទ